សូមស្វាគមន៍មកកាន់សរិនភូមិព្រែកថ្លឹងគំរូដីឡូលំនៅឋានសហគមន៍អេកូបៃតងជាមួយនឹងការរៀបចំប្លង់មីរួមមានសួនច្បារប្រព័ន្ធទឹកភ្លើងខ្សែកាបក្រោមដីភាពដាច់គ្នារវាងបណ្ដាញលូទឹកភ្លៀងនិងទឹកស្អុយសមស្របជាមួយបរិបទនៃការរស់នៅនាពេលបច្ចុប្បន្ននិងអនាគតសុរិនភូមិលំនៅឋានសហគមន៍អេកូបៃតងកន្លងមកគឺរដ្ឋាភិបាលតាមរយៈក្រសួងហិរញ្ញវត្ថុហើយដែលមានកិច្ចសហការរវាងក្រសួងមហាផ្ទៃនិងក្រសួងបរិស្ថានបានបង្កើតឲ្យមានមូលនិធិសេវាអនាម័យនៅតាមទីក្រុងទាំង26ដែលមាននៅក្នុងប្រទេសរបស់យើងនេះតេតិនទៅនឹងទូនីតិរបស់ក្រសួងមហាផ្ទៃតេតិននឹងការគ្រប់គ្រងការប្រើប្រាស់សេវានេះឬក៏មូលនិធិនេះខ្ញុំសូមបញ្ជាក់ជូនថាដោយដែលយើងដឹងហើយក្រសួងមហាផ្ទៃមានភារកិច្ចសម្របសម្រួលទៅដល់អាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិការគ្រប់គ្រងនានាទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិដែលមានកិច្ចសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធនានាទាំងសនាជាការងារពាក់ព័ន្ធនឹងសម្រាមយើងសហការជាមួយក្រសួងបរិស្ថានបើពាក់ព័ន្ធទៅនឹងថវិកាហើយនឹងការប្រើប្រាស់មូលនិធិផ្សេងៗដែលជារបស់រដ្ឋយើងតាក់ទងសហការជាមួយនឹងក្រសួងសេដ្ឋកិច្ចវត្ថុអញ្ចឹងទេក្រសួងមហាផ្ទៃមានជាតួអង្គដ៏សំខាន់មួយនៅក្នុងកិច្ចការនេះដោយមានកិច្ចសហការជាមួយនឹងក្រសួងបរិស្ថានក្រសួងហិរញ្ញវត្ថុធ្វើម៉េចថាការប្រើប្រាស់ថវិកានេះឲ្យមានតម្លាភាពហើយមានប្រសិទ្ធភាពដែលគោលដៅចុងក្រោយរបស់យើងនោះគឺទីក្រុងរបស់យើងមានសុខភាពមានអនាម័យល្អឧបត្ថម្ភដោយគម្រោងដីឡូសរិនភូមិអភិវឌ្ឍស្របតាមបទដ្ឋាននគរូបនីយកម្មនិងស្ថាបត្យកម្មបែបអេកូបៃតង